Chẳng video này ní cứ trong bằng hai net ở kia có đôi chuyện này non net ở kia ở check mờ page rồi bọc luôn táo page bảo dưỡng cứ bia miền nó cả ai sang tại nội dùng môi nâng Facebook nâng bàn ở chẳng là mấy check cứ dân từ bao châu được ăn page bảo dưỡng sấn là những bao sấn nhầm rồi page của nhầm sấn bạn này cứ chỉ account Facebook របស់ខ្ញុំធម្មតាទេប៉ុន្តែខ្ញុំ switch ចូលមកកាន់ page របស់ខ្ញុំអញ្ចឹងដើម្បី switch នៅក្នុង computer យើងចុចកន្លែង profile ណាហើយរើសយក page របស់យើងបាទអញ្ចឹងយើងរើសយក page ឥឡូវខ្ញុំយក page មួយសិនណាបាទ page នេះគឺ page ថ្មីទេទើបតែធ្វើទេខ្ញុំយក page មួយទៀតខ្ញុំយកបាទខ្ញុំយក page យើងជ្រើសរើស page យើងមកបន្ទាប់មកទៀតអ្នកនរនេះចូលទៅកាន់កន្លែង professional mode ហ្នឹងសម្រាប់នៅក្នុង computer ចូលទៅកាន់ professional mode មកបន្ទាប់មកទៀតអ្នកនរនេះចូល scroll ទៅក្រោមមើលកន្លែង page recommendation ហ្នឹងនៅក្នុង computer បាទអញ្ចឹងប្រសិនបើយើងឃើញអាពណ៌បៃតងបែបនេះមានន័យថា page របស់យើងគឺកំពុងតែ rich ហើយមានន័យថាមានគេមើលច្រើនហើយអាចទៅដល់អ្នកផ្សេងហើយអញ្ចឹងយើងស្វែងយល់បន្ថែមទៀតទៅប្រសិនបើ page load បែបនេះគឺយើងមានឱកាសក្នុងការសាងប្រាក់ចំណូលជាមួយនឹង Facebook តែប្រសិនបើអត់ទេបើមកឃើញក្រហមឬមួយក៏ឃើញពណ៌រៀងទឹកក្រូចអាហ្នឹងគឺអត់ទេមានន័យថា page របស់យើងចាប់ផ្ដើមខុសគោលការណ៍ហើយបាទអូខេអានេះគឺជាការ check មើលថាតើ page របស់យើងមានឱកាសរលួយបានឬក៏អត់ហើយមួយទៀតកន្លែងដែលហើយមួយទៀតតើតងនឹងការ check មើលថាតើ page របស់យើងវាគ្រប់គោលការណ៍គេឲ្យរលួយបានឬមិនបានគឺអ្នកទាំងអស់គ្នាអាចចូលមកកន្លែង page recommendation ហ្នឹងក៏បានហើយចូលទៅកាន់ monetization បាទកន្លែងហ្នឹងក៏បានដែរអញ្ចឹងយើងមើលទៅគេដាក់ថា page is active and earning មានន័យថា page របស់យើងនៅដំណើរការហើយអាចរលួយបានប៉ុន្តែសម្រាប់ page របស់ខ្ញុំនេះគឺវារកបានតាមតែ star ទេតកតងនឹង in-stream ad តកតង ad on reel ហើយនឹង bonus អីគឺអត់ទាន់មានទេបាទនេះក៏ជា page ថ្មីមួយដែរអ្នកនរគ្នាអាចចូលទៅកាន់នេះសម្រាប់នៅលើ browser នៅក្នុង computer យើងចូល Meta Business Suite នេះក៏យើងអាចមើលបានដែរតកតងនឹង monetization អញ្ចឹងចុច select page មកឥឡូវខ្ញុំគិតថា page មួយហ្នឹងយើងមាន monetization បាទអញ្ចឹងគេដាក់ថា page របស់យើងគឺអត់មានបញ្ហាអីទេ load គ្រីសធម្មតាហើយយើងអាចចុចមើលថែមទៀតអញ្ចឹងខ្ញុំមានតែ star មួយទេហើយអ្វីដែលយើងត្រូវការគឺ in-stream ad ក៏ដូចជាវាមាន ad on reel ប៉ុន្តែដោយសារនៅក្នុងនេះវាអត់បង្ហាញបើយើងនៅលើ computer វារៀងបាត់ដូចជាបាត់ function បាត់feature ខ្លះបាទឥឡូវខ្ញុំទៅបង្ហាញនៅលើទូរស័ព្ទវិញម្ដងចូលទៅនៅក្នុងទូរស័ព្ទវាងាយមើលជាងដោយសារតែនៅពេលដែលយើងចូលទៅកាន់ខ្ញុំ select ខ្ញុំដូរ page ចឹងខ្ញុំមិនទៅមើល page នេះទេខ្ញុំមើល page មួយទៀតអូខេអត់នៅក្នុងនេះទេលើមើល page នេះក៏បានដែរខ្ញុំចូលទៅកាន់ professional mode បាទអ្នកទាំងអស់គ្នាចង់មើលកន្លែង page recommend អ្នកទាំងអស់គ្នាអូសវាមកក្រោម load ណានេះអញ្ចឹងយើងអូសមកកន្លែង monetization នេះយើងដឹងថា page របស់យើងអាចរលុយជាមួយអីបានខ្លះប្រសិនបើកន្លែងគេដាក់ថាយអដ pool នេះមានអីនេះអញ្ចឹងវាត្រូវការ ad on reel វាត្រូវការ bonus វាត្រូវការ in stream ad ប៉ុន្តែឥឡូវយើងទើបតែបាន
star ហើយនឹង partnership ទេអាពីរហ្នឹងតាមពិតទៅវាអត់មានប្រយោជន៍អីទេយើងយកវាទៅប្រើការកើតទេព្រោះដោយសារស្រុកយើងគេអត់ support រឿង star ហើយនឹង partnership គ្មានអ្នកណាគេឲ្យ star យើងទេបាទអញ្ចឹងនៅក្នុងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនកុំភ្លេចជួយចុច like share subscribe ដើម្បីទូបានវីដេអូបន្តទៀតដែលយើងនឹងនិយាយការហៅលុយជាមួយ Facebook ទាំងអស់ហ្នឹង